សូមជម្រាបសួរពុកម៉ែបងប្អូនប្រជាកសិករទាំងអស់ជាទីគោរពរាប់អានថ្ងៃនេះខ្ញុំសូមមកចែករំលែកនៅចំណុចមួយដែលកសិករគាត់បានអនុវត្តបាទចំការនេះគឺពីដើមឡើយជាដីស្រែពុកម៉ែបងប្អូនប៉ុន្តែគាត់បានកែច្នៃពីដីស្រែឲ្យក្លាយទៅជាដីចម្ការហើយចម្ការដែលខ្ញុំថតនេះគឺមានទំហំផ្ទៃដី 20 អាគាត់ជីកជាប្រឡាយទឹកចំនួន3ខ្សែបងប្អូននៅក្នុងដី 20 អានេះរួចហើយគាត់បានដាំដំណាំចម្រុះមានដូចជាដូងពុទ្រាម្កាក់ត្របែកស្វាយនិងដើមអំពិលផ្អែមបាទអំពិលទឹកផ្អែមពុកម៉ែបងប្អូនគិតទៅដី 20 អាគាត់អាចដាំដំណាំចម្រុះបានជាង100ដើមពុកម៉ែបងប្អូនវារាងចង្អៀតបន្តិចប៉ុន្តែទទួលបានផលដូចគ្នាប្រសើរណាស់បងប្អូនក្នុងនោះដែរគាត់បានដាក់ចិញ្ចឹមទាប្រឡែងនៅក្រោមម្លប់នៃឈើដែលគាត់បានដាំទាំងអស់ពុកម៉ែបងប្អូនហើយសត្វទានេះទៀតក៏វាផ្ដល់ផលប្រយោជន៍ជាច្រើនដល់ដំណាំទាំងអស់ពុកម៉ែបងប្អូនហើយក៏វាមានផលអវិជ្ជមានខ្លះដែរសម្រាប់ដំណាំជាទូទៅនិងប្រឡាយទឹករបស់គាត់ប្រឡាយនេះគាត់ជីកបាន4ឆ្នាំគាត់ដាំឈើទាំងអស់នេះរយៈពេល4ឆ្នាំដូចគ្នាកាលពីគាត់ជីកដំបូងមានជម្រៅប្រហែល1ម៉ែត្របងប្អូនណាតែឥឡូវវាបាក់ដោយសារគាត់ប្រឡែងសត្វទានៅក្នុងហ្នឹងឲ្យវាស៊ីឲ្យវាដេកនៅទីនោះវាជុះបានជាលាមកដាក់ឲ្យក្នុងដំណាំរបស់គាត់ដូចគ្នាដូច្នេះហើយខ្ញុំគិតថាផលប៉ះពាល់រវាងសត្វទាដែលធ្វើឲ្យបាក់ដីវាជាផលមួយប៉ុន្តែផលចំណេញមួយទៀតនោះគឺសត្វទាវាបានជុះលាមកដាក់នៅធ្វើជាជីបាននៅក្រោមគល់ឈើទាំងអស់បងប្អូនឃើញស្រាប់ហើយវាអាចស៊ីស្មៅដើម្បីកុំឲ្យមានស្មៅដុះខ្លាំងប៉ុន្តែវាបំផ្លាញខ្លះដែរបងប្អូនណាគិតទៅផលប៉ះពាល់រវាងការធ្វើកសិកម្មចម្រុះតែងតែមានណាបងប្អូនតែតាមខ្ញុំសង្កេតឃើញថាក្នុងទំហំដី 20 អានេះគាត់អាចទាញចំណូលបានច្រើនប្រភពគួរសមបងប្អូនដោយសារការធ្វើកសិកម្មបែបនេះគឺវាអាចជួយគ្នាទៅវិញទៅមកឈើធ្វើជាម្លប់ដល់សត្វទាជុះលាមកធ្វើជាជីសម្រាប់ឈើបាទពិតជាប្រសើរណាស់ពុកម៉ែបងប្អូនបាទសង្ឃឹមថាប្រជាកសិករមួយចំនួនគាត់នឹងមើលឃើញនៅគំនិតបែបនេះដែរបាទសូមអរគុណសម្រាប់ពុកម៉ែបងប្អូនដែលទស្សនាវីដេអូខ្ញុំមួយនេះសង្ឃឹមថាខ្ញុំនឹងមានវីដេអូចែករំលែកដល់ពុកម៉ែបងប្អូនបើមានខុសឆ្គងសូមមេត្តាខន្តីនិងអភ័យទោសសម្រាប់រូបខ្ញុំផងបាទនេះជាការចែករំលែករបស់ខ្ញុំទេសង្ឃឹមថាពុកម៉ែបងប្អូនបាទ